ជំនាញនៃការរៀបចំឈុតទូផ្ទះបាយគឺខ្ញុំតែងតែរៀបជូនបានឲ្យភ្ញៀវច្រើនមែនទែនសម្រាប់ឈុតទូផ្ទះបាយទាំងអស់ដែលខ្ញុំរៀបចំចេញទៅជាពិសេសគឺខ្ញុំផុសជាមួយនឹង Facebook page ខ្ញុំគឺស្រុនហេងសិប្បកម្មដៃអ៊ីណុកនេះតែម្ដងគឺខ្ញុំបានផុសច្រើនមែនទែនសម្រាប់ YouTube គឺខ្ញុំផុសបានតិចតួចដោយសារតែខ្ញុំរវល់ពេកខ្ញុំអត់សូវបានអាប់ឡូតចូល YouTube បងប្អូនសម្រាប់ឈុតទូផ្ទះបាយដែលបងប្អូនប្រើប្រភេទទូអ៊ីណុកគឺប្រើមួយដឹងមួយកាន់ឆ្នាំតែម្ដងជាពិសេសក្នុងការដេក័រជាមួយនឹងទ្វារកញ្ចក់អីគឺពួកខ្ញុំដេក័រដូចទ្វារទូញោមអញ្ចឹងប្រភេទញោមធ្វើបានបែបណាគឺពួកខ្ញុំអ៊ីណុកខាងស្រុនហេងពួកខ្ញុំនេះគឺធ្វើជាអ៊ីណុកនេះបានដូចគ្នាម៉ូដទាំងអស់ឲ្យតែបងប្អូនកំងគ្រាន់តែថាការដែលយើងឆ្នៃទៅតាមម៉ូដទូញោមគឺរៀងស៊ីពេលបន្តិចបងប្អូនមានន័យថាបើសិនជាធ្វើតាមបច្ចេកទេសអ៊ីណុកធម្មតាគឺយើងធ្វើត្រឹមតែ10ថ្ងៃទេតែដល់ពេលយើងយកម៉ូដឲ្យបានស្អាតឲ្យដូចជាទូញោមជាគ្រឿងញោមដូចជាទ្វារកញ្ចក់មួយឈុតនេះចឹងគឺយើងហាងស៊ីពេលបន្តិចបងប្អូនគឺយើងប្រើរយៈពេលរហូតដល់គុណនឹង2មានន័យថាធ្វើតែ10ថ្ងៃតែអាចឡើងដល់20ថ្ងៃដោយសារតែការធ្វើចេញទៅគឺយើងមានភាពម៉ត់ចត់មែនតើដោយសារខ្លាចខ្វះខាតចន្លោះកន្លែងណាគឺធ្វើឲ្យម៉ូដទ្វាររបស់យើងគឺអត់សូវស្អាតហើយបងប្អូនអាចជឿទុកចិត្តបានសម្រាប់ម៉ូដនិងស្នាដៃដែលពួកខ្ញុំបានរៀបចំចេញទៅគឺភ្ញៀវគ្រប់គ្រងច្រើនមែនទែនបងប្អូនអាចឆែកចូលទៅក្នុង Facebook page ខ្ញុំបានគឺប្រភេទស្រុនហេងសិប្បកម្មដៃអ៊ីណុកនេះហើយបងប្អូនអាចមើលបានទាំងការដេក័រទាំងការរៀបចំគឺមើលទៅតាក់ភ្នែកខ្លាំងមែនទែនគឺជាប្រភេទអ៊ីណុកលេខ1 304តែម្ដងអរគុណច្រើនបងស្រី